បាទសូមជម្រាបសួរបងប្អូនអរគ្នាបាទសូមស្វាគមន៍មកកាន់ឱកាសស្ថានចំកាប់ពោធិ៍សាត់បាទបងប្អូនអរគ្នាបាទបងប្អូនអរគ្នានេះគឺជាកង្កាបដែលយើងបានចិញ្ចឹមបាទក្នុងមួយតង់នេះយើងដាក់5000កូននឹងហើយបងប្អូនអរគ្នាជាធម្មតាទៅយកស្មានណាគឺគេដេកអស់ហើយបាទតែខ្ញុំអត់ទាន់សម្រានទេដោយសារតែខ្ញុំមានការងារដែលត្រូវធ្វើដូចជាថតកូនកង្កាបបាទមើលថែកាប់យកស្មានណាគឺខ្ញុំទៅនឹងធ្វើការដាក់ចំណីបាទមកនេះម៉ោង10ហើយបងប្អូនអរគ្នាបាទម៉ោង10ហើយព្រោះថាយើងខ្ញុំទៅតនេរទៅច្រើនទៅល្អបាទតែខ្ញុំថ្ងៃឡើងខ្ញុំរវល់បងប្អូនអរគ្នាថ្ងៃឡើងខ្ញុំដើរចោលបាទថ្ងៃឡើងខ្ញុំដើរចោលខ្ញុំដាក់តែចំណីរួចខ្ញុំដើរចោលបាទហើយបន្ទាប់ពីដាក់ចំណីរួចខ្ញុំដើរចោលអូខេបន្ទាប់ពីដាក់ចំណីរួចខ្ញុំដើរចោលហើយល្ងាចឡើងខ្ញុំងាកឡើងម៉ោង7ម៉ោង8អីតនេបាទមកដូរទឹកដាក់ចំណីឲ្យទៀតបាទវាមានន័យថាយើងតនេតិចតួចអញ្ចឹងណាបាទមិនទេបងប្អូនអរគុណបាទធម្មតាទៅបាទហើយឥឡូវហ្នឹងគឺធំគឺខ្ញុំលក់អស់ហើយបាទហើយណាមួយអង្កាបហ្នឹងទោះបីដាក់ចំណីយឺតក៏វាមិនអីដែរបាទសំខាន់ឲ្យថាយើងមានចំណីដាក់វាអញ្ចឹងណាបាទអូខេបងប្អូនគ្នាសម្រាប់អង្កាបដែលខ្ញុំបានថតនេះគឺពូជដែលអង្កាបដែលធំហើយចាំទៅឆាប់បានលក់ហើយងាយស្រួលនៅក្នុងការចិញ្ចឹមណាបាទហើយជាធម្មតាខ្ញុំចិញ្ចឹមរយៈពេល1ខែអីខ្ញុំចាប់លក់ហើយបាទតែនេះខ្ញុំដាក់ច្រើនបងប្អូនគ្នាខ្ញុំដាក់ខ្ទង់100000ទៅ20000កូនបាទតែខ្ញុំអត់ទាន់ច្បាស់ទេដោយសារតែណាមួយម្នាក់ឯងយើងរត់មានន័យថាទោះបីជាវាមិនចំណាយពេលច្រើនមែនប៉ុន្តែយើងការរៀបចំវាមានការយឺតយ៉ាវអញ្ចឹងណាបាទវាអត់លឿនទេបាទហ្នឹងហើយជួនកាល100000កូនអីរៀបមួយខែបានរួចបាទ20000កូនអីរៀបមួយខែបានរួច2ខែអីបានរួចបាទហ្នឹងហើយអញ្ចឹង20000កូនបើយើងគិតជាលុយទៅច្រើនដែរបាទហ្នឹងហើយតែមិនអីទេបងប្អូនអរគ្នាយើងដូចខ្ញុំនិយាយអញ្ចឹងឯងណាថាយើងធ្វើធម្មតាទៅហើយការបើយើងដល់ពេលធំទៅបាទយើងចាប់លក់ធម្មតាបាទយើងអត់បខំវាទេហើយពេលណាដែលបានលក់បាទយើងគិតគូរតាមហ្នឹងបាទហ្នឹងហើយអូខេបងប្អូនគ្នាហើយជាធម្មតាបងគាត់តាក់ទងមកគាត់ទិញទៅគាត់ចង់បានឲ្យយើងជួយបរិញ្ញាបច្ចេកទេសបាទហ្នឹងហើយសម្រាប់ការទិញទៅគឺខ្ញុំជួយបង្រៀនរហូតទៅបងប្អូនអរគ្នាចេះបាទនិយាយទៅកាប់បើខ្ញុំប្រាប់បដៅទៅចេះបងប្អូនចេះខ្លះហើយបាទនៅការលម្អិតខ្លះបងប្អូនមិនទាន់ចេះបងប្អូនសួរខ្ញុំបាទដូចអ្នកចិញ្ចឹមអញ្ចឹងណាបាទហើយខ្ញុំច្បាស់ជាងបងប្អូនអរគ្នាអាចជួយខ្ញុំបានបាទហើយគ្រប់ពេលគ្រប់វេលាបាទសប្ងៃការទំនាក់ទំនងគ្នាវារៀងល្អប្រសើរបាទល្អប្រសើរឆ្ងាយបាទហ្នឹងការលើកមុនយើងទាល់តែទេទូរស័ព្ទឬមួយក៏ផ្ញើសម្បត្តិបាទសប្ងៃនេះគេមាន Messenger
Facebook Telegram ជាភាសាសប្តាហ៍ថ្ងៃគឺប្រើ Telegram ច្រើនបាទហ្នឹងហើយតាក់ទងតាម Telegram និយាយមួយម៉ាត់ពីរម៉ាត់ទៅខ្ញុំទៅនេះខ្ញុំបើកមើលខ្ញុំក៏និយាយទៅវិញអញ្ចឹងណាបាទហ្នឹងហើយ